ហើយយើងមើលលើរូបយើងថារូបយើងហ្នឹងគេឲ្យមកអីខ្លះយើងអាចដោះស្រាយរកអញ្ញាតដែលគេចង់តោះស្ដីបងប្អូនក៏ដូចជាសួស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់សាលារៀន InHand ថ្ងៃហ្នឹងមកជួបលោកគ្រូម្ដងទៀតហើយហើយលោកគ្រូមកដោះស្រាយលំហាត់ធននិមិត្តយើងទៀតហើយក្នុងមេរៀនទី12ធននិមិត្តមេរៀនទី12ការប្រៀបធៀបត្រីកោណអញ្ចឹងយើងមកមើលប្រធានហើយនឹងលំហាត់ទាំងអស់គ្នាដើម្បីយើងចេះដោះស្រាយលំហាត់ធននិមិត្តអញ្ចឹងដូចគ្រូធ្លាប់និយាយចឹងដើម្បីដោះស្រាយកលឹះដោះស្រាយលំហាត់ធននិមិត្តបានមុនដំបូងខ្លួនឯងត្រូវអានប្រធានហើយយើងស្រង់បំរាប់ហើយយើងមើលលើរូបយើងថារូបយើងហ្នឹងគេឲ្យមកអីខ្លះយើងអាចដោះស្រាយរកអញ្ញាតដែលគេចង់បានហើយអញ្ចឹងយើងក៏បាយខាត់ទេយើងមកមើលការអានយើងមកមើលប្រធានទាំងអស់គ្នាតោះអញ្ចឹងលំហាត់ទី6លំហាត់បញ្ចប់មេរៀនណាក្នុងសភៅពុំរបស់យើងហ្នឹងគឺយកមកកែឲ្យយើងអាចមើលកំណែបានតោះអញ្ចឹងគេថាគេឲ្យត្រីកោណគេឲ្យមុំសំទោសគេឲ្យមុំ BAD ស្មើជាមួយនឹងមុំCAD ដែល AD ហ្នឹងវាកែងជាមួយ BC អញ្ចឹងបងឯងត្រូវចាំថានៅពេលដែលវាកែងគឺវាស្មើ90ហើយក្នុងធននិមិត្តយើងហើយតែមុំណាកែងគឺមុំហ្នឹងស្មើ90ហើយតោះអញ្ចឹងគេឲ្យយើងបង្ហាញថាត្រីកោណ ABD ប៉ុនគ្នាជាមួយនឹងត្រីកោណ A នេះយើងអាចមើលបានជាមួយនឹងត្រីកោណ ACD ដែលគេឲ្យបំរាប់មួយទៀតគេឲ្យបំរាប់គេសួររកមួយទៀតគឺ AB ស្មើ AC អាហ្នឹងយើងអាចទាញវិបាកបានហើយនេះរូបយើងគេឲ្យមកចឹងវាមានកែងត្រង់ D ហើយនឹង AA ហើយ A តោះអញ្ចឹងដើម្បីដោះស្រាយបានដូចគ្រូនិយាយអញ្ចឹងយើងដាក់គេសួររកអីយើងឆ្លើយហ្នឹងតោះអញ្ចឹងយើងបង្ហាញថាត្រីកោណ ABD ប៉ុនគ្នាជាមួយនឹងត្រីកោណ ACD និងកន្លែងនេះ AB តោះនឹង AB ស្មើជាមួយនឹង AC អញ្ចឹងដូចគ្រូនិយាយអញ្ចឹងខ្លួនឯងស្រង់សម្រាប់អីមកនេះដោយក្នុងត្រីកោណទាំងពីរហ្នឹងក្នុងត្រីកោណហ្នឹងនេះត្រីកោណនេះហ្នឹងវាមាន2អញ្ចឹងយើងស្រង់មកមានទៀតសម្រាប់គេឲ្យមកមួយឯនេះត្រីកោណBAD ស្មើគ្នាជាមួយនឹងត្រីកោណត្រីគូសំទោសមុំ BAD ស្មើជាមួយនឹងមុំ CAD អាហ្នឹងបំរាប់យើងអញ្ចឹងយើងបានបំរាប់មួយហើយអញ្ចឹងបំរាប់ហ្នឹងគឺមុំអញ្ចឹងវាតាំងដល់សម៉ូអញ្ចឹងយើងបានមុំមួយហើយអញ្ចឹងយើងមកមើលទៀតយើងមើលរូបយើងថាយើងចង់រកជ្រុងមួយទៀតហើយមុំមួយទៀតមកយើងអាចបង្ហាញតាមលក្ខខណ្ឌម៉ូចូលម៉ូបានហើយតោះអញ្ចឹងយើងមើលជ្រុងមួយទៀតនេះជ្រុង AD នេះពី A មក D នេះកន្លែងឃើញជ្រុងវាមិនបានដាក់ជ្រុងរួមអត់ដោយសារវាពុះត្រីកោណនឹងជា2មួយត្រីកោណ ABD មួយទៀតត្រីកោណ ADC អញ្ចឹងមានន័យថាវាពុះត្រីកោណនឹងទាំងពីរអញ្ចឹងយើងអាចសន្មតបានថា AD ហ្នឹងគឺជាជ្រុងរួមអញ្ចឹងយើងបានចូលមួយទេម៉ូចូលម៉ូអញ្ចឹងយើងខ្វះមុំមួយទៀតអញ្ចឹងយើងធ្វើតាមបំរាប់គេឲ្យមកនេះ AD កែងជាមួយនឹង BC មកអញ្ចឹងបើនៅពេលដែលវាកែងដូចគ្រូធ្លាប់និយាយអញ្ចឹងគឺវាស្មើ90ហើយអញ្ចឹងគេស្មើឲ្យគេមុំអញ្ចឹងមុំ ADB ស្មើជាមួយនឹងមុំ ADC ស្មើ90ព្រោះគេឲ្យបំរាប់មកខាងលើអញ្ចឹងអាហ្នឹងខ្លួនឯងបាននិយាយមួយទៀតយើងបានមុំមួយទៀតហ្នឹងមែនទេអញ្ចឹងខ្លួនឯងអាចតាមករណីហ្នឹងតាមករណីម៉ូចូលម៉ូហ្នឹងខ្លួនឯងអាចសន្មតបានថាត្រីកោណ ABD ប៉ុនគ្នាឬក៏ស្មើគ្នានឹងជាមួយនឹងត្រីកោណ ACD តាមករណីអីម៉ូចូលម៉ូអញ្ចឹងយើងហើយអានេះមួយហើយនេះហើយអានេះមួយអញ្ចឹងយើងនៅឲ្យគេទៀតអូនយើងនៅគេឲ្យយើងធ្វើមួយទៀត AB ស្មើ AC អញ្ចឹងឯងក៏ទាញវិបាកមកអញ្ចឹងវិបាកយើងទាញបានថា AB ស្មើ AC អញ្ចឹងយើងអាចឆ្លើយដូចនេះបានហើយថាត្រីកោណទាំងពីរហ្នឹងស្មើគ្នាអញ្ចឹងលំហាត់ធននិមិត្តយើងហ្នឹងដល់ទីបញ្ចប់ហើយបើណែមានចង្អល់តទៅនឹងករណីម៉ូចូលម៉ូឬក៏រូបហ្នឹងមើលអត់យល់អីបងឯងអាច comment សួរខាងក្រោមវីដេអូដែលគ្រូបានបញ្យល់នេះអញ្ចឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ